សូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ព្រោះថ្ងៃនេះបាននិមន្តមកខាងខេត្តព្រះវិហារនៅតំបន់ភូមិប៉ាលហាលសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារហើយតំបន់នេះគឺថ្ងៃនេះគឺមានពុទ្ធបរិស័ទយើងជាច្រើនបានអញ្ជើញមកចូលរួមក្នុងកម្មវិធីរៀបចំបុណ្យបំពោះបុណ្យបំពោះក្មេងបំពោះកុលបុត្រនោះចំនួន6ដល់10រូបនៅវត្តប៉ាលហាចំបានពរហើយនេះក៏សកម្មភាពជុំពុទ្ធបរិស័ទយើងជាច្រើនដែលបានមកជួបជុំគ្នាញញពុទ្ធបរិស័ទខ្លះក៏គាត់តែវិច្ចនំចំបានពរវត្តវិច្ចនំហើយវិច្ចសំហើយខ្លះនៅធ្វើស្លាធរគាត់នៅប្រកាន់អឺវប្បធម៌របស់គាត់ឲ្យតែមានកម្មវិធីអីក្នុងវត្តគឺពុទ្ធបរិស័ទយើងមិនថាអាណាព្យាបាលរបស់គាត់របត់ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តប៉ាលហាលទេញាតិញោមគាត់ច្រើនតែអញ្ជើញមកចូលរួមហើយចាត់ចែងមាននិយាយយមទៅគឺចាត់ចែងទូទៅចំពោះដោយបងប្អូនក្នុងវីដេអូនោះបានឃើញពីសកម្មភាពរបស់គាត់ហើយចំពោះនេះញោមខ្លះនោះក៏វិច្ចសំវិច្ចសំជីកញាតិញោមពុទ្ធបរិស័ទខ្លះហ្នឹងក៏គាត់ធ្វើស្លាធម៌បាយសីចំពោះជួយគ្នាគាត់បែរជាក្រុមឲ្យល្ងាចក្រោយពីគាត់ធ្វើចាត់ចែងរួចបានគាត់ទៅផ្ទះរបស់គាត់ចំពោះនេះញោមកំពុងធ្វើបាយសីព្រោះនេះនំគួមចំពោះនៅស្រុកនេះគឺតែឲ្យតែមានកម្មវិធីអីគឺគាត់បែងចែកកម្លាំងបែងចែកកម្លាំងហើយញាតិញោមពុទ្ធបរិស័ទខ្លះគាត់ធ្វើស្លាធម៌ទៅបាយសីទៅញាតិញោមពុទ្ធបរិស័ទណាគាត់ធ្វើនំគួមនំចេកនំជ្រូកអីចឹងណាប៉ុន្តែដល់ថ្ងៃនេះគាត់ធ្វើតែនំចេកជាមួយនឹងនំគួមដែរហើយនេះដែលសាច់ឲ្យញោមខ្ជិបនេះគឺញោមដែលគេហៅថាអ្នកឧបត្ថម្ភជួយជុំទាំងក្នុងវត្តចំបានបងនេះមកគាត់អៀនណាញាតិញោមពុទ្ធបរិស័ទបើញាតិញោមពុទ្ធបរិស័ទណាដែលបានចេញមកខេត្តព្រះវិហារគឺគាត់ទៅជួបពួកគាត់ហើយពួកគាត់ភាគច្រើនគឺជនជាតិគួយចំបានបងជនជាតិគួយនេះគឺគាត់បើតែគ្នាគាត់និយាយតែភាសាគួយឯយើងនៅពីខាងក្រៅចូលមកគឺយើងស្ដាប់អត់បានទេភាសារបស់គាត់ហ្នឹងបើថាភាសារបស់គាត់និយាយតែគ្នាគាត់ក៏និយាយគួយចំបានពោអត់ដល់ពេលនិយាយខ្មែរហ្នឹងគឺនិយាយបានមិនថាអត់ទេគាត់និយាយបានដូចនេះក៏ប៉ុន្តែភាសារបស់គាត់នេះគឺញាតិញោមពុទ្ធបរិស័ទខ្លះនៅមកពីឆ្ងាយគឺស្ដាប់អត់បានទេភាសាគាត់ថាភាសាតាមតំបន់ណាចំបានពោហើយនេះគឺញាតិញោមពុទ្ធបរិស័ទកំពុងជួបជុំគ្នាធ្វើសំបងវិញសំជេកចំបានពោនោះសំជេកវិស័យគឺសម្រាប់នៅកម្មវិធីបុណ្យ9នៅថ្ងៃទី22 23បងនេះមើលញោមស្រស់ស្អាតណាឃើញទេនេះនំគមចំបានបងនំគមមិនទាន់ស្ងោរទេតែខាងនេះស្ងោរឆ្អិនហើយចំបានបងនេះឆ្អិនហើយឃើញញោមគាត់លើកទេបងថាចង់ឆាន់ឯព្រះអង្គបងពិតជាកោតសរចំពោះសន្តានចិត្តរបស់ពុទ្ធបរិស័ទយើងនៅក្នុងខេត្តព្រះវិហារណាបងគាត់ចេះសាមគ្គីគ្នាល្អណាស់ចំបានបងចេះសាមគ្គីឲ្យតែមានកម្មវិធីមិនថាកម្មវិធីក្នុងវត្តឬកម្មវិធីនៅខាងក្រៅទេចេះតែមកជួយគ្នាចាំបានមកជួយគ្នាដោយកម្មវិធីនៅក្នុងវត្តណាឃើញទេហើយយើងនៅខាងនេះគឺយើងតែងតែធ្វើនំសពីផ្ទះមកតែនៅខាងខេត្តព្រះវិហារនេះគឺនៅវត្តប៉ាលហាលនៅឬក៏ដូចនៅភូមិប៉ាលហាលនេះគឺគាត់នាំគ្នាមកធ្វើវិច្ចនំគួមឬក៏វិច្ចសំជែកសំជុកនៅក្នុងវត្តតែម្ដងហើយសម្រាប់ទទួលភ្ញៀវនៅថ្ងៃកម្មវិធីថ្ងៃ22 23ចំបានពោដល់ពេលយើងឃើញទៅសកម្មភាពអត់នោះយើងពិតជាត្រេកអរក៏ដូចជាពិតជាសប្បាយរីករាយជាមួយនឹងពួកគាត់ណាពួកគាត់មើលទៅក៏សប្បាយចិត្តគ្នាគាត់ណាគាត់មកគាត់និយាយតែគ្នាគាត់ផោប្រាជ្ញពីនេះពីនោះអីចឹងតែឃើញយើងថតណាគាត់អៀនចឹងថាគាត់អៀនគាត់ចំបានពគាត់នៅឃើញថាគាត់ចេះសាមគ្គីគ្នាច្រើនណាស់ទោះបីជាឃើញការរស់នៅរបស់គាត់សាមញ្ញក៏ពិតមែនប៉ុន្តែដូចសុបាយនេះញោមចង់ភៅវត្តហើយចំបានប្រចាំនៅវត្តហ្នឹងឯងពអត់មាននេះទេគឺប្រចាំនៅវត្តឲ្យធ្វើចង្ហាន់លោកទោះបីឆ្ងាញ់ក្តីមិនឆ្ងាញ់ក្តីគឺគាត់នៅជាអចន្ត្រៃយ៍នឹងឯងចំបានពនេះឃើញញាតិញោមពុទ្ធបរិស័ទអញ្ជើញមកហើយមកជួយការងារនឹងនៅតលរួចការងារបានចេញទៅផ្ទះចំបានពនេះមកថតទេគឺវិញសំមិនតន់រួចនៅឡើយទេបងមិនតន់រួចទេនៅវិចខ្ចប់នឹងឯងហើយសំនំគួមហ្នឹងគឺបានឆ្អិនខ្លះដោយបានឃើញក្នុងវីដេអូខាងដើមគឺឆ្អិនខ្លះ
ខ្លះនៅកំតនឆ្អិនទេហើយការវិចនោះច្រើនណាស់ចំនួនពមិនពី3នំនេះច្រើនណាវិចច្រើនហើយស្ងោរដល់ពី3ខ្ទះណាសម្រាប់ទទួលភ្ញៀវនៅថ្ងៃ22 23ខែ5ដែលកម្ពុជាជាថ្ងៃដែលត្រូវប្រកបកម្មវិធីពពោះនឹងឯងអញ្ចឹងក៏សូមញាតិញោមពុទ្ធបរិស័ទដែលបានឃើញនៅតាមវីដេអូនេះក៏សូមសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទប្រកាសជាបានតាមដាននិងជួយចែករំលែកឲ្យដឹងពីសកម្មភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋយើងនៅក្នុងភូមិប៉ាល់ហាលក្រុងសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារខេត្តព្រះវិហារចំណុចប៉ុណ្នេះនៅលើព្រះវិហារហើយនេះជាហ្វុងដែលយើងដាក់នៅលើសាលាចំណុចប៉ុណ្នេះហើយមានបងប្អូនកំពុងបោះសម្អាតនៅលើសាលាមិនទាន់បានរៀបចំទេចំណុចប៉ុណ្ហើយនេះក៏ជាបរិវេណវត្តទូទៅក្នុងនោះក៏យើងមានប្រសង់មានអីលោកជួយការងារពេញដៃពេញជើងអង្គខ្លះធ្វើការងារនេះអង្គខ្លះធ្វើការនោះទៅព្រោះជួយចែករំលែកគ្នាហ្នឹងអង្គខ្លះក៏មើលការងារនេះការងារនោះអីចឹងទៅព្រោះនេះបរិវេណនេះព្រោះហើយនេះខ្លះអង្គខ្លះក៏ឡើងនេះដូចឡើងចង់តុងព្រោះឡើងចង់តុងឡើងអីចឹងណាជួយការងារគ្នាបែងចែកកម្លាំងពុទ្ធបរិស័ទធ្វើផ្សេងប្រសង់ធ្វើផ្សេងហើយពហិនេះក៏ការកសាងជាស្នាដៃរបស់ព្រះអង្គចាតិកាជិត10ឆ្នាំហើយចំនួនពោជិត10ឆ្នាំលោកធ្វើពហិនឹង2ជាន់ហើយទឹកដៃនេះគឺស្អាតពហិនឹងស្អាតសង្ឃឹមថាឆ្នាំក្រោយយើងនឹងមានកម្មវិធីបញ្ចុះសីមាហើយឆ្លងនៅព្រះវិហារនឹងផងដែរហើយក៏កុំភ្លេចណាញាតិញោមមានកម្ម